ថ្នាក់ដឹកនាំក្រសួងផែនការណែនាំឲ្យអាជ្ញាធរខេត្តនិងមន្ត្រីជំនាញផ្ដោតការយកចិត្តទុកដាក់លើការងារស្ថិតិថ្នាក់ដឹកនាំក្រសួងផែនការបានលើកឡើងថាការងារស្ថិតិគឺដូចជាភ្នែកនិងខួរក្បាលនៃការគ្រប់គ្រងស្ថាប័ននិងប្រទេសជាតិព្រោះវាជួយឲ្យដឹងស្ថានភាពពិតតាមដានវាយតម្លៃលទ្ធផលការងារកំណត់ទិសដៅអភិវឌ្ឍនិងជួយធ្វើសេចក្តីសម្រេចចិត្តឲ្យមានប្រសិទ្ធភាពឯកឧត្តមបានណែនាំឲ្យអាជ្ញាធរនិងមន្ត្រីជំនាញផ្ដោតការយកចិត្តទុកដាក់និងខិតខំឆ្វេងយល់អំពីប្រភពបរិបទនិងវិធីសាស្ត្រប្រមូលព្រមទាំងបច្ចេកទេសចងក្រងរក្សាទុកនិងគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធ Digital ឲ្យមានប្រសិទ្ធភាពថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីមេតាទិន្នន័យដោយប្រើប្រាស់ទិន្នន័យជំរឿនអង្កេតនិងទិន្នន័យរដ្ឋបាលដែលបានធ្វើឡើងនៅសាលទុរេនខេត្តកំពតដែលមានរយៈពេល3ថ្ងៃពីថ្ងៃទី25ដល់ថ្ងៃទី27ខែមិនិនាឆ្នាំ2026ឯកឧត្តមរិនវិរៈទីប្រឹក្សាផ្ទាល់សម្ដេចមហាបពិធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារដ្ឋលេខាធិការនិងជាប្រធានក្រុមប្រឹក្សាភិបាលវិជាស្ថានជាតិស្ថិតិក្រសួងផែនការបានលើកឡើងថាសិក្ខាសាលាផ្សព្វផ្សាយស្ដីពីមេតាទិន្នន័យដោយប្រើប្រាស់ទិន្នន័យជំរឿនអង្កេតនិងទិន្នន័យរដ្ឋបាលដែលរៀបចំឡើងដោយវិជាស្ថានជាតិស្ថិតិក្រសួងផែនការនាពេលនេះពិតជាមានសារៈសំខាន់នៅក្នុងការផ្តល់ព័ត៌មានបន្ថែមអំពីទិន្នន័យដូចជាប្រភពបរិបទនិងវិធីសាស្ត្រប្រមូលដែលជួយឲ្យអ្នកប្រើប្រាស់យល់ដឹងបានត្រឹមត្រូវជាមួយនឹងតម្រូវការកើនឡើងនៃការប្រើប្រាស់ទិន្នន័យសម្រាប់ការរៀបចំគោលនយោបាយនិងផែនការអភិវឌ្ឍន៍ប្រព័ន្ធមេតាទិន្នន័យក្លាយជាឧបករណ៍ចាំបាច់សម្រាប់ធានាគុណភាពនិងការប្រើប្រាស់ទិន្នន័យឲ្យមានប្រសិទ្ធភាពឯកឧត្តមបានបញ្ជាក់ថាការងារស្ថិតិសំខាន់ណាស់សម្រាប់មូលដ្ឋានភូមិឃុំស្រុកក្រុងខេត្តនិងរាជធានីស្ថាប័នអង្គភាពក្រសួងនិងប្រទេសមួយព្រោះវាជាមូលដ្ឋានសម្រាប់រៀបចំគោលនយោបាយនិងផែនការជួយធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវតាមដាននិងវិយតម្លៃលទ្ធផលការងារជួយបែងចែកធនធានឲ្យមានប្រសិទ្ធភាពបង្ហាញស្ថានភាពសេដ្ឋកិច្ចនិងអភិវឌ្ឍជាតិពង្រឹងភាពជឿជាក់និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើមឯកឧត្តមបានណែនាំដល់អាជ្ញាធរខេត្តមន្ទីរអង្គភាពជំនាញផ្ដោតការយកចិត្តទុកដាក់លើការងារស្ថិតិឲ្យល្អប្រសើរទី1ត្រូវពង្រឹងសមត្ថភាព Digital និងជំនាញ Meta Data សូមឲ្យសិក្ខាកាមទាំងអស់ផ្ដោតលើការអភិវឌ្ឍជំនាញបច្ចេកទេសពាក់ព័ន្ធការរៀបចំ Meta Data ស្តង់ដារការគ្រប់គ្រង Micro Data និងការប្រើប្រាស់ឧបករណ៍ Digital ទី2លើកកម្ពស់គុណភាពនិងស្តង់ដារទិន្នន័យអន្តរជាតិនិងថ្នាក់ក្រោមជាតិសូមឲ្យមន្ត្រីទាំងអស់អនុវត្តការងារទិន្នន័យក្រោយគ្រប់គោលការណ៍ភាពត្រឹមត្រូវភាពទាន់ពេលវេលានិងអនុលោមភាពស្របតាមស្តង់ដារដែលត្រូវផ្ដោតលើក្របខ័ណ្ឌគុណភាពទិន្នន័យរបស់អង្គការអន្តរជាតិ IMF ទី3ជំរុញការប្រើប្រាស់ប្រព័ន្ធ NADA និង Digital Platform សូមលើកទឹកចិត្តឲ្យមន្ត្រីទាំងអស់ធ្វើការ upload និងគ្រប់គ្រងទិន្នន័យតាមបណ្ដាផ្សព្វផ្សាយទិន្នន័យតាម website និង online ប្រើប្រាស់ API និងយន្តការចែកមេទិន្នន័យសូមមន្ត្រីទាំងអស់បន្តពង្រឹងសហការរវាងក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិអ្នកផលិតនិងអ្នកប្រើប្រាស់ទិន្នន័យទី5ការអនុវត្តច្បាប់ស្ថិតិមាត់បញ្ញត្តិពាក់ព័ន្ធនឹងការពារសុវត្ថិភាពទិន្នន័យសូមមន្ត្រីស្ថិតិអនុវត្តយ៉ាងម៉ឺងម៉ាត់នៅការកំណត់សិទ្ធិប្រើប្រាស់ការពារឯកភាពសុវត្ថិភាពទិន្នន័យគ្រប់តាមច្បាប់ស្ថិតិគោលការណ៍អន្តរជាតិដែលបានផ្ដោតលើ data governance អាបាកិច្ចទិន្នន័យឯកឧត្តមមឿងគង្គីអភិបាលរងខេត្តបានលើកឡើងថាខេត្តកំពតមានប្រជាពលរដ្ឋសរុបចំនួន178,048គ្រួសារស្មើនឹងចំនួនមនុស្ស737,264 នាក់ស្រី374,572 នាក់អត្រាកំណើនប្រចាំឆ្នាំ 1.11% ទំហំគ្រួសារជាមធ្យម 4.12 នាក់ក្នុងមួយគ្រួសារពលរដ្ឋមានមុខរបរចម្បងក្នុងផ្នែកកសិកម្មចំនួន257,024 នាក់ស្មើនឹង 72.4% អ្នកបម្រើការងារចម្បងផ្នែកសិប្បកម្មមានចំនួន
1922 នាក់ស្មើនឹង 0.5% និងអ្នកបម្រើការងារចម្បងក្នុងផ្នែកសេវាកម្មមានចំនួន 96,291 នាក់ស្មើនឹង 27.1%. សេដ្ឋកិច្ចខេត្តក្នុងឆ្នាំ 2025 មានប្រមាណ 6,538,179.6 លានរៀល គិតជាដុល្លារប្រហែល $1,612.4 លានសហរដ្ឋអាមេរិក មានកំណើន 9.0% ធៀបទៅនឹងឆ្នាំ 2024 ចំណូលជាមធ្យមនៅក្នុងប្រជាជនម្នាក់ស្មើនឹង $2,126.4. ចូលរួមប្រើប្រាស់សេវាប្រមូលសំរាមទាំងអស់គ្នាដើម្បីទីក្រុងយើងស្អាត